គោរពជំរាបសួរទៅកាន់ពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តដែលនិយមចូលចិត្តស្រឡាញ់ទៅនឹងវិស័យទូកតឥឡូវយើងមកទស្សនាអំពីទស្សនវិជ្ជាខ្លះនៅក្នុងការប្រណាំងទូកកាលពីឆ្នាំ2025ណានៅឯកម្មវិធីការប្រណាំងទូកនៅវត្តវិជ័យរាំងសីដោយដែលបងប្អូនបានដឹងស្រាប់ហើយនៅក្នុងកម្មវិធីប្រណាំងទូកមិនថាទាំងទូកខ្នាតអន្តរជាតិឬក៏ទូកវែងនោះទេនៅពេលដែលខាងទូកឬក៏ចំណោះទូកគឺទៅដល់ទីតាំងគឺពួកគាត់តែងតែអុំថ្វាយទន្លេតែម្ដងហើយបន្ទាប់មកមានទាំងការអុំរោទពេជ្រអុំសាក់រោលបឿនដើម្បីឲ្យដឹងថាកម្លាំងនៃទូកនៅពេលដែលផ្លាស់ទីនៅពេលដែលខ្សែទឹកក្នុងខ្សែទឹកក្រៅលបឿនយ៉ាងណាយ៉ាងណីអញ្ចឹងណាដើម្បីត្រៀមសម្រាប់ទទួលស្វាគមន៍ដៃគូឬក៏ដៃគូប្រកួតអីជាដើមអញ្ចឹងវាជារឿងធម្មតាទេមិនថានៅក្នុងកម្មវិធីណាក៏ដោយនៅទីតាំងណាក៏ដោយគឺតែងតែមានការអុំសាក់លបឿនឲ្យដឹងអំពីលបឿននៃទូកណាដើម្បីងាយស្រួលនៅក្នុងការអុំនៅពេលប្រណាំងតែម្ដងដូចជាក់ស្ដែងនេះជាការអុំដើម្បីរោទពេជ្ររបស់ទូកងសវណ្ណវេកានៅឯចិត្តស្ពានប្រតិមៈណាទីតាំងពីខាងស្ពានទៅដល់វត្តវិជ័យរាំងសីតែម្ដងកុំឲ្យគេដឹងលបឿនយើងល្មមណាយើងលាក់កណ្ដូលយើងអុំថៃបងគេចាបាឲ្យទៅចាបាឲ្យចឹងហើយយើងដើម្បីយកជើងបាយល្អបាច់ចាំឲ្យមានលបឿនអីសមស្អាតទេព្រមជាសាប់អីបាយគេដឹងទុកយើងមិនឯងបាយចាំដល់ពេលប្រកួតតាំងយើងសំដៅទៅកងពួនយើងមើលទៅកងពួនទាំងអស់គ្នាកុំមើលគេអំទុកហើយយើងមើលគ្នាពីណាខុសប្រាប់គ្នាថាអោនឆ្លើយបាច់ទេមើលគ្រូក៏តាមមុនមកតាមហាត់ថ្ងៃតាមតាណាតិចរហូតមកបាច់បខំហើយបាច់បខំទេចុយទូស្ដៅយើងនេះដល់កនេះហើយមកអូទៅទៅទៅហ្នឹងអត់មានវិក្រាទេ không đỡ kia tại vì chở nó bay mà vậy đúng ăn ra lại thăm không